ប្រធានាធិបតីឥណ្ឌូនេស៊ីធ្វើទស្សនកិច្ចនៅប្រទេសថៃមិនធ្លាប់មានក្នុងរយៈពេល20ឆ្នាំមកនេះដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពិសេសរួមគ្នាមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពឥឡូវនេះធនីគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំធនីគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រទេសឥណ្ឌូនេស៊ីនិងថៃបានចុះកិច្ចព្រមព្រៀងជាមួយគ្នានៅថ្ងៃច័ន្ទនេះដើម្បីលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអំឡុងពេលនៃដំណើរទស្សនកិច្ចជាលើកដំបូងទៅកាន់ប្រទេសថៃរបស់លោកប្រធានាធិបតីឥណ្ឌូនេស៊ីមិនធ្លាប់មានក្នុងរយៈពេល20ឆ្នាំមកនេះប្រធានាធិបតីឥណ្ឌូនេស៊ីនិងលោកស្រីនាយករដ្ឋមន្ត្រីថៃបានព្រមព្រៀងគ្នាក្នុងកិច្ចការជំរុញលើវិស័យពាណិជ្ជកម្មនិងការវិនិយោគកាន់តែច្រើនរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto ត្រូវបានស្វាគមន៍ដោយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra ក្រោមដំណក់ភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកកតាមប្រពៃណីមេដឹកនាំទាំងពីរត្រូវដើរត្រួតពលដោយឆ្មាំកិត្តិយសមុនពេលធ្វើដំណើរទៅកាន់បរិវេណខាងក្នុងនិងដើម្បីជួបពិភាក្សាទ្វេភាគីអំពីអនាគតនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបើយោងតាមលោកស្រីនាយករដ្ឋមន្ត្រីបានឲ្យដឹងថាវិស័យពាណិជ្ជកម្មរវាងប្រទេសថៃនិងឥណ្ឌូនេស៊ីកាលពីឆ្នាំមុនមានចំនួនដល់ទៅ18 ប៊ីលានដុល្លារអាមេរិកដែលភាគីទាំងពីរសង្ឃឹមថានឹងអាចរកឃើញនៅការរីកចម្រើនតាមរយៈការវិនិយោគរួមគ្នាទៅវិញទៅមករដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាលលើវិស័យមួយចំនួនដែររួមទាំងវិស័យការពារការគ្រប់គ្រងជំងឺឆ្លងនិងទេសចរវិទ្យាសាស្ត្រជាដើមទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចភាគីទាំងពីរបានពិភាក្សាអំពីបញ្ហាសន្តិសុខរួមគ្នាថែមទៀតផងឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់